ហើយអ្នកនរគ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកប្រៀបធៀបតាក់ទងទៅនឹងរឿងថ្នាំមួយគឺប្រភេទថ្នាំដែលមាន2ដែលខ្ញុំត្រូវនិយាយថ្ងៃនេះគឺទី1តាក់ទងទៅនឹងប្រភេទថ្នាំភ្លឺអាឡូងជាប្រភេទថ្នាំG4000 ឬក៏G5000ទី2ជាប្រភេទថ្នាំមួយទៀតថ្នាំ SP ឬក៏ KR ក្នុងវីដេអូមុនខ្ញុំបាននិយាយតាក់ទងនឹងប្រភេទថ្នាំពីរនេះ KR ហើយនិង SP ជាប្រភេទភ្លឺដូចគ្នាហើយជាប្រភេទថ្នាំដែលត្រូវលាយជាមួយកូនរឹងដូចគ្នាថ្ងៃនេះខ្ញុំនិយាយតាក់ទងទៅនឹងថ្នាំមួយទៀតគឺថ្នាំ G4000 ឬក៏ G5000 ហើយនិង SP តើមួយណាដែលមានគុណភាពល្អជាងតាក់ទងទៅនឹងការប្រើប្រាស់នៅក្នុងផ្ទះប្រភេទអីវ៉ាន់នៅក្នុងផ្ទះអញ្ចឹងណាថ្នាំពីរហ្នឹងគឺគុណសម្បត្តិរបស់វាតាក់ទងទៅនឹង G4000 G5000 គឺបាញ់ទៅគឺវាមានភាពភ្លឺអាឡូងដូចគ្នាប៉ុន្តែយើងប្រើបានយូរត្រឹមតែ3ទៅ4ខែគឺមានសភាពស្លហើយអញ្ចឹងខ្ញុំអត់ឲ្យគុណភាពរបស់វាគឺល្អខ្លាំងទេអញ្ចឹងតាក់ទងទៅនឹងថ្នាំ SP ឬក៏ KR SP និង KR គឺល្អជាង G4000 ឬក៏ G5000 អ្នកទាំងអស់គ្នាអាចធ្វើការពិសោធន៍ដោយខ្លួនឯងផ្ទាល់តាក់ទងទៅនឹងគ្រឿងសង្ហារឹមដែលយើងប្រើប្រភេទថ្នាំពីរហ្នឹងតាក់ទងទៅនឹងគុណតម្លៃរបស់ថ្នាំពីរហ្នឹងគឺវាមានសភាពខុសគ្នាត្រង់ចំណុចហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលជាអ្នកស្រឡាញ់និងចូលចិត្តគ្រឿងសង្ហារឹមហើយតាក់ទងទៅនឹងរឿងថ្នាំពីរហ្នឹងអ្នកទាំងគ្នាអាចសង្កេតមើលដោយខ្លួនឯងទៅតែតាមបទពិសោធន៍របស់ខ្ញុំផ្ដល់ជាបទពិសោធន៍របស់ខ្ញុំដែលធ្វើការងារតាក់ទងទៅនឹងវិស័យគ្រឿងសង្ហារឹមហ្នឹងពីយូរមកហើយអញ្ចឹងខ្ញុំផ្ដល់បទពិសោធន៍ឲ្យថាអ្នកទាំងអស់គ្នាគួរតែប្រើប្រភេទថ្នាំ SP ឬក៏ KR ទៅវាល្អជាង G4000 G5000 អាហ្នឹងតាក់ទងទៅនឹងគ្រឿងសង្ហារឹមនៅក្នុងផ្ទះខ្ញុំអត់និយាយនៅខាងក្រៅទេអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំឲ្យទាន់ខ្ញុំនិយាយនេះគឺនិយាយប្រភេទគ្រឿងសង្ហារឹមដែលនៅក្នុងផ្ទះយើងបាញ់ប្រភេទថ្នាំភ្លឺអាឡូងដូចគ្នាតែវាមានសភាពខុសគ្នាត្រង់ថា G4000 G5000 នៅពេលដែលយើងបាញ់ទៅគឺវាមានសភាពស្រកលឿនវាមិនដូចជា SP ឬក៏ KR ទេឥឡូវខ្ញុំនិយាយត្រឹមតែ SP ទេ SP បើសិនជាយើងបាញ់មានសភាពភ្លឺអាឡូងដូចគ្នាតែទាមទារទឹកទំនាប់ឲ្យបានប្រើប្រាស់ឲ្យបានច្រើនបន្តិចអាហ្នឹងតាក់ទងទៅនឹងរឿងការប្រើប្រាស់ថ្នាំអ្នកនរគ្នាចង់ស្វែងយល់បន្ថែមអីអ្នកនរគ្នាអាចមើលក្នុងវីដេអូរបស់ខ្ញុំចាស់ៗទៅខ្ញុំបាននិយាយប្រៀបធៀបច្រើនអញ្ចឹងបើសួរថាថ្នាំពីរហ្នឹង G4000 ឬក៏ G5000 ឬក៏ SP ឬក៏ KR ណាល្អជាងខ្ញុំឲ្យទៅលើ SP ហើយនិង KR ចំពោះថ្នាំ G4000 G5000 no ប៉ុន្តែបើនិយាយផតការប្រើប្រាស់គឺប្រើប្រាស់បានដូចគ្នាអត់មានបញ្ហាទេកម្រិតភ្លឺអាឡូងដូចគ្នាតែរយៈពេលគុណចង់និយាយថាគុណសម្បត្តិគុណភាពរបស់វាគឺរយៈពេលនៃការប្រើគឺខ្ញុំឲ្យទៅលើ SP ហើយនិង KR គឺវាមានគុណភាពល្អជាងហើយសម្រាប់អ្នកដែលមានចម្ងល់អាច comment សួរនៅក្នុងវីដេអូនឹងខាងក្រោយបានខាងក្រោមនឹងបានចំពោះអ្នកដែលចូលមកទស្សនាវីដេអូថ្មីកុំភ្លេចជួយ follow នៅ TikTok ខ្ញុំម្នាក់មួយផងខ្ញុំទើបតែចាប់ដើមលេងទេអ្នកដែលចង់ដឹងព័ត៌មានឬក៏ចង់បានចំណេះដឹងតាក់ទងទៅនឹងវីដេអូតាក់ទងទៅនឹងរឿងការប្រើប្រាស់ថ្នាំនេះអ្នកនរគ្នាអាចចូលទៅ subscribe នៅ channel ដែលរបស់ខ្ញុំដែលមានឈ្មោះដូចតែ TikTok ដែរទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ